នាយករដ្ឋមន្ត្រីវៀតណាមបដិញ្ញាប្រយុទ្ធប្រឆាំងនឹងទំនិញคล้ายៗនឹងការក្លែងបន្លំពាណិជ្ជកម្មនាយករដ្ឋមន្ត្រីវៀតណាមលោកផាមជីងមីងនៅថ្ងៃពុធនេះបានជំរុញឲ្យក្រុមការងារប្រឆាំងផលិតផលคล้ายៗរបស់ប្រទេសនេះដើម្បីបង្កើតវិធីថ្មីដើម្បីប្រយុទ្ធប្រឆាំងនឹងទំនិញคล้ายៗការក្លែងបន្លំពាណិជ្ជកម្មនិងការរត់ពន្ធនេះបើយោងតាមការផ្សាយចេញពីអង្គភាព Reuters នៅថ្ងៃទី14ខែឧសភានេះការសន្យានេះបានធ្វើឡើងនៅពេលដែលប្រទេសវៀតណាមកំពុងពិភាក្សាដើម្បីជៀសវាងការខូចខាតពន្ធរបស់សហរដ្ឋអាមេរិកដោយផ្ដល់ឲ្យទីក្រុង Washington នៅវិធានការជាច្រើនដើម្បីដោះស្រាយការព្រួយបារម្ភរួមទាំងការរំលោភកម្មសិទ្ធិបញ្ញានិងការដឹកជញ្ជូនទំនិញចិនឆ្លងកាត់ប្រទេសឯកសារផ្ទៃក្នុងបានបង្ហាញថារាជរដ្ឋាភិបាលពីខែមុនបានណែនាំឲ្យមន្ត្រីបង្កើនការប្រយុទ្ធប្រឆាំងនឹងការលួចចម្លងតាមប្រព័ន្ធ Digital និងការដឹកជញ្ជូនទំនិញរបស់ចិនទៅកាន់សហរដ្ឋអាមេរិកដែលមន្ត្រីវៀតណាមតែងតែចាត់ទុកថាការក្លែងបន្លំពាណិជ្ជកម្មការក្លែងបន្លំពាណិជ្ជកម្មកំពុងរីករាលដាលនិងកំពុងកើនឡើងនៅលើវេទិកាអនឡាញដោយកត់សម្គាល់ករណីថ្មីនៃទឹកដោះគោក្លែងក្លាយអាហារនិងផលិតផលអាហារបំពន់បានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពនិងសណ្ដាប់ធ្នាប់សង្គមរបស់ប្រជាជនយោងតាមរាជរដ្ឋាភិបាលបានឲ្យដឹងថា1100ករណីនៃការក្លែងបន្លំនិងការរំលោភកម្មសិទ្ធិបញ្ញា25,100ករណីនៃការក្លែងបន្លំពន្ធនិងពាណិជ្ជកម្មនិង8,200ករណីនៃការរត់ពន្ធខុសច្បាប់និងផលិតផលហាមឃាត់ត្រូវបានគេរកឃើញនៅឆ្នាំនេះ